They might could do something yet ចឹង yet មួយទៀតហើយប្រើក្នុងប្រយោគស្របទេក៏ប៉ុន្តែវាមានតោងពាក្យ may might could ហើយ do កន្លែងនេះខ្ញុំចងជាសំណងទេមានន័យថាកន្លែងគឺដាក់កិរិយាសព្ទណាក្រោយ may might could នេះមុនដាក់កិរិយាសព្ទហើយមានពាក្យ yet នៅកញ្ចុងពេលខ្លះ yet អាចនៅបន្ទាប់ពីអា may might could នឹងតែម្ដងឃើញទេចឹងបងប្អូនទៅមើលឧទាហរណ៍ទៅយល់ហើយចឹងអត្ថន័យរបស់វាមានន័យថាម៉េចកាលណា may might could do something yet មានន័យថានៅតែអាចwe may win yet យើងនៅតែអាចឈ្នះណាឃើញទេអត់អស់សង្ឃឹមទេកាលណាគេប្រើហ្នឹងមានន័យថារូបភាពមើលទៅដូចអស់សង្ឃឹមហ្នឹងក៏ប៉ុន្តែនៅតែមានប្រឡោះអាចឈ្នះបានហ្នឹងអញ្ចឹងយើងអាចប្រើ yet នឹងបានដែរ we may win yet អញ្ចឹង yet នេះបើសិនជាយើងនិយាយថា we win yet ប្រើអត់បានណាបងប្អូនអញ្ចឹងអានេះដោយសារតែវាមានសំណងរបស់វា may yet អូខេទីច្រឡំប្រើទូទៅអត់បានទេ yet ហ្នឹងអញ្ចឹងតែចាំសំណងរបស់វា may might could do something yet នៅតែអាច she could yet surprise us she could yet surprise us អូខេនេះដូចខ្ញុំនិយាយមិញ yet អាចនៅបន្ទាប់ពី could នឹងបានហេ may might ឬក៏ could នឹងបានជាកន្លែងមានថានាងនៅតែអាចធ្វើឲ្យយើងភ្ញាក់ផ្អើលបានមើលទៅដូចថាម្នាក់ហ្នឹងអត់អាចធ្វើឲ្យយើងភ្ញាក់ផ្អើលមិននៅតែរកប្រឡោះធ្វើឲ្យយើងភ្ញាក់ផ្អើលបានអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងអាចទៅសេថា she could surprise us yet ប្រើបានណា Hey don't give up you might succeed yet កុំបោះបង់ណាអ្នកនៅតែអាចជោគជ័យទេអញ្ចឹងអ្នកខ្លះគាត់គាត់ព្យាយាមរៀនអស់លទ្ធភាពហើយភាសាអង់គ្លេសនឹងប្រឹងណាស់ប៉ុន្តែនៅតែរៀនអត់ចេះដល់ពេលអញ្ចឹងទៅគាត់ថាបោះបង់ហើយដល់ពេលគាត់មើលវីដេអូឬក៏ motivational speaker ណាមួយនិយាយអញ្ចឹងមកគាត់ចាប់ផ្ដើមមានទឹកចិត្តមករៀនវិញទៅមកឆាវមករៀនវិញទៅដល់ពេលអាចិត្តនោះក៏ទម្លាក់ចុះវិញទៅដល់ពេលគេនិយាយលើកមកវិញមករៀនទីទៅអញ្ចឹងណាអញ្ចឹងការរៀនភាសាបងប្អូនតែចាំថា consistency is very important មានន័យថាភាពជាប់លាប់គឺសំខាន់បំផុតកាលណាបងប្អូនធ្វើវាជាប្រចាំធ្វើវាទោះបីតិចក៏ដោយច្រើនក៏ដោយប្រកាសជានឹងចេះបងប្អូនមើលអត់ទាន់ឃើញលទ្ធផលភ្លាមទេប៉ុន្តែពេលណាមួយលទ្ធផលនឹងធ្វើឲ្យយើងប្រកាសធ្វើឲ្យយើងប្រឆាំងធ្វើឲ្យយើងជាក់ច្បាស់មិនខានឲ្យតែរៀនវាជាប្រចាំតិចក៏ដោយច្រើនក៏ដោយពាក្យថាជាប្រចាំមានន័យថាយើងអត់រំលងវាទេអត់ខានវាទេគឺរៀនជាប្រចាំយើងរៀនតាមរយៈការមើលការអានការស្ដាប់អីចឹងមកអញ្ចឹងបើរឿងដែលលឿនបំផុតគឺស្ដាប់ឲ្យអានឲ្យអនុវត្តផ្សារភ្ជាប់3នឹងធ្វើអាហ្នឹងឲ្យបានកុំអាលខ្វល់ថាអូរៀនទៅឲ្យដូចអ្នកនេះឲ្យដូចអ្នកនោះកុំអាលគិតអញ្ចឹងបងប្អូនទៅតាំងចិត្តថាប្រៀបដូចជាយើងស្រោចទឹកផ្កាឬក៏ស្រោចទឹកដើមដូងអញ្ចឹងថារយៈពេលប្រហែលឆ្នាំដែលដូងវាអាចផ្លែអញ្ចឹងយើងគិតតែចង់បានផ្លែប៉ុន្តែភ្លេចស្រោចទឹកវាដល់ពេលដល់ឆ្នាំរបស់វាគឺវាចេញផ្លែផ្កាមកហើយអូខេអញ្ចឹងកុំអស់សង្ឃឹម don't give up you might succeed yet ណាកុំបោះបង់អ្នកនៅតែអាចជោគជ័យហ្នឹងអូខេអញ្ចឹងសរុបមកវិញ may might could do something yet មានន័យថានៅតែអាចអញ្ចឹងបងប្អូនមើលអានេះវាយកស្របទាំងអស់បញ្ជាក់ម្ដងទៀតអានេះដោយសារសំណងនេះទេបាន yet នឹងប្រើអញ្ចឹង